ជាបឋមខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាខ្ញុំបានឈ្មោះសុន ជូនីជានិស្សិត IT ឆ្នាំទី2នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាដែលហៅកាត់ថា NPIC អញ្ចឹងវិញ្ញាសានៅក្នុងការប្រឡង Midterm របស់យើងគឺលោកគ្រូគាត់ឲ្យ config Microtik ដែលមានចំនួន4ចំណុចហើយចំណុចទី1គឺការបង្កើត bridge ចំណុចទី2ការដាក់ port ទៅកាន់ bridge ចំណុចទី3ការដាក់ IP address ទៅលើ bridge mode និងចំណុចទី4ការបង្កើត DHCP server អញ្ចឹងទី1ក្នុងការបង្កើត bridge គឺជាដំបូងយើងចូលទៅកាន់ bridge ហើយចូលទៅកន្លែង bridge នេះមកចុចពាក្យ new ហើយយើងវាយទី1លោកគ្រូគាត់ឲ្យដាក់ឈ្មោះថា IT department ហើយបន្ទាប់មកយើងយកពាក្យថា apply ហើយអូខេហើយទី2គាត់ឲ្យបង្កើត bridge មួយទៀតដែលមានឈ្មោះថា accounting ហើយបន្ទាប់មកយើងចុចពាក្យ apply ហើយចុចពាក្យអូខេចំណុចទី2គឺលោកគ្រូគាត់ឲ្យដាក់ port ទៅកាន់ bridge អញ្ចឹង internet លេខ2និងលេខ3ដាក់ជាមួយនឹង IT department និង internet លេខ4លេខ5ដាក់ជាមួយនឹង accounting ដាក់ជាមួយនឹង bridge accounting អញ្ចឹងបន្ទាប់មកយើងចុចពាក្យថា port ហើយយកពាក្យថា new ហើយយើងយក internet លេខ2យើងដាក់ជាមួយនឹង IP department ហើយចុចពាក្យ apply ចុចពាក្យ OK ហើយបន្ទាប់មកយើងយកពាក្យ new មួយទៀតយើងយក internet លេខ3យើងដាក់ជាមួយនឹង IP department ដូចគ្នា apply ហើយ OK new មួយទៀតយើងយក internet លេខ4ដាក់នៅក្នុង accounting apply ហើយ OK ចុច new មួយទៀត internet លេខ5ដាក់ជាមួយនឹង accounting apply ហើយ OK ចំណុចបន្ទាប់គឺលោកគ្រូគាត់ឲ្យយើងដាក់ IP address ទៅលើ bridge mode អញ្ចឹងនេះគឺជា IP address នៅក្នុង bridge នីមួយៗដូចជា IT department គឺលោកគ្រូគាត់ឲ្យ IP 192.168.133.1/24អញ្ចឹងដើម្បីយើងដាក់ IP address ទៅកាន់ bridge mode គឺយើងចូលទៅកាន់ IP យកពាក្យថា address យកពាក្យថា new ហើយបន្ទាប់មកយើងវាយ IP address ដែលលោកគ្រូគាត់ដាក់ឲ្យគឺលេខ 192.168.1/24 អញ្ចឹង IP address នេះគឺយើងដាក់នៅក្នុង IT department បន្ទាប់មកយើងចុចពាក្យ apply ហើយ OK ខ្ញុំសូមបរិយានេះរៀងធំបន្តិចមកយើងយក new មួយទៀតគឺយើងដាក់ IP ទី2គឺ193.123.1/24អញ្ចឹង address នេះគឺដាក់នៅក្នុង accounting យើងចុចពាក្យ apply ហើយ OK ចំណុចបន្ទាប់ទៀតគឺលោកគ្រូគាត់ឲ្យយើងបង្កើត DHCP server អញ្ចឹងដើម្បីបង្កើត DHCP server បានគឺយើងចូលទៅកាន់ IP យក DHCP server យកពាក្យថា DHCP setup យើងយកពាក្យ IT department បន្ទាប់មកចុច next ចុច next ចុច next មួយទៀតអញ្ចឹងកន្លែងនេះគឺវាឲ្យយើងនឹងដាក់ពី host ពី2ទៅកាន់ដល់254ហើយបន្ទាប់មកយើងចុច next ហើយនៅកន្លែងនេះគឺ DNS server គ្រូគាត់ឲ្យមកគឺយើងដាក់ 8.8.8.8 ហើយបន្ទាប់មកចុចពាក្យថា next license time នេះគឺលោកគ្រូគាត់ឲ្យយើងដាក់3ម៉ោងអញ្ចឹងយើងដូរទៅដាក់3ម៉ោងវិញបន្ទាប់មកយើងចុចពាក្យថា next ទៀតគឺយើងបង្កើតឲ្យយើង set up DHCP មួយទៀតនៅក្នុង accounting អញ្ចឹងយើងយក accounting ហើយចុច next 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 មួយទៀតចុច next បន្តទៀតបន្ទាប់មក DNS server គឺយើងដាក់ដដែលគឺ8.8.8.8 ហើយយើងយក next license time នេះគឺយើងដាក់3ម៉ោងដូចគ្នា
បន្ទាប់មកយើងចុចពាក្យថា Next អញ្ចឹងយើងបាន DHCP server យើងចំនួន2នៅក្នុង IT Department និង Accounting វីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយក៏សូមសុំទោសទៅកាន់កំហុសខុសឆ្គងដែលខ្ញុំមាននៅក្នុងការបង្កើតវីដេអូនេះឡើងផងដែរអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាក៏ដូចជាអ្នកដែលបានតាមដានវីដេអូនេះគ្នាផងដែរអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា